ឲ្យមុតតិចអើយជុំភ្លាមសមណៈនេះមិនមែនជាកន្លែងអ្នកក្រៅវណ្ណៈទេលោកព្រាមតើលោកមានដឹងទេមនុស្សក្រៅវណ្ណៈគឺជាអ្វីហើយអ្វីទើបមនុស្សនៅក្រៅវណ្ណៈទេសមណៈយើងមិនចាប់អារម្មណ៍អ្នកក្រៅវណ្ណៈជាអ្វីទេយើងមិនស្គាល់ទេអញ្ចឹងចាំស្ដាប់ណាលោកព្រាមត្រូវចាំទុកមនុស្សក្រៅវណ្ណៈមិនមែនកើតឡើងតាំងពីកំណើតទេភាពជាព្រាមក៏មិនមែនមានមកតាំងពីកំណើតដែរភាពក្រៅវណ្ណៈកើតចេញពីទង្វើទៅវិញទេភាពជាព្រាមក៏កើតចេញពីទង្វើដែរអូចាមែនទូបង្ហាញបំភ្លឺក្រំពុះភ្លឺងងឹតទូបង្គំសូមអង្វរទូយកទូបង្គំផងសូមប្រទ្រង់យាងព្រះអង្គលោកព្រាមខ្លួនលោកមានតម្លៃប៉ុន្មានព្រះសមណៈខ្លួនរបស់ទូបង្គំមានតម្លៃច្រើនមហិមាណាស់ព្រះអង្គអញ្ចឹងយើងមកវាយតម្លៃគ្នារបៀបនេះប៉ុន្មានលើកប៉ុន្មានសារដែលលោកនាំយកសัตว์មកបួងសួងព្រះសមណៈច្រើនជាង100,000 ដងទៅទៀតឯណោះអញ្ចឹងយើងមានតម្លៃច្រើនជាងនេះពិតរឿងសមណៈលោកព្រាមដោះលែងសัตว์ដែលគួរអាណិតទាំងនេះចងយើងជំនួសវិញទៅហើយបង្ហូរឈាមយើងដើម្បីបួងសួងចុះព្រះសមណៈសត្វដែលយើងសម្រាប់ទាំងប្រមាណនេះទៅកើតក្នុងឋានសួគ៌ក្រោយពីវាងាប់ទៅណាលោកបួងសួងដើម្បីបញ្ជូនសត្វទៅឋានសួគ៌គឺដើម្បីទទួលពរព្រះសមណៈដើម្បីហេតុទាំងពីរយ៉ាងនឹងឯងលោកមានកូនទេមានស្រីមួយប្រុសមួយព្រះអង្គលោកបញ្ជូនពួកគេទៅឋានសួគ៌ទេព្រះអង្គមានន័យយ៉ាងម៉េចនឹងបើអញ្ចឹងលោកព្រាមហេតុអ្វីលោកមិនចងពួកគេហើយកាត់កពួកគេទៅព្រះសមណៈនេះចង់និយាយពីស្អីស្ដាប់ណាលោកព្រាមអ្នកណាដែលអះអាងថាការបួងសួងជារឿងប្រសើរពួកគេជាអ្នកបួសដែលយករឿងនេះធ្វើជាអាជីពរកចិញ្ចឹមខ្លួនឯងលោកកុំធ្វើតាមដោយគ្មានហេតុផលឲ្យសោះបើអញ្ចឹងព្រះសមណៈទូបង្គំនឹងមានជំរឿនដ៏ល្អសម្រាប់បួងសួងព្រះជាម្ចាស់ដោះលែងសត្វគួរអាណិតទាំងអស់នេះទៅបានព្រះសមណៈបើទូបង្គំដោះលែងបែបនេះតើគូបង្គំនឹងរស់នៅក្នុងសង្គមលោកព្រាមយ៉ាងម៉េចនាពេលលោកសម្ដែងក្តីមេត្តាចំពោះសត្វទាំងនេះហើយសត្វដ៏ច្រើននឹងគោរពដល់លោកនឹងទទួលបានពរពីព្រះជាម្ចាស់អូយព្រះសមណៈគូដមខ្ញុំព្រះអង្គនឹងដោះលែងសត្វនៅពេលនេះហើយអាយ៉ាគូយើងក៏ដល់អ្នកស្រុកគោរពទ្រង់វាជាការពិតទ្រង់ជាអ្នកត្រាស់ដឹងអស្ចារ្យណាស់លោកជាទីគោរពតើសមណៈគូដមជាអ្នកណាទៅទ្រង់គឺជាព្រះពុទ្ធអ្នកសាងចំពោះផ្លូវអ្នកដែលមិនបានសាងអ្នកប្រកាសចំពោះផ្លូវអ្នកមិនបានប្រកាសអ្នកដឹងផ្លូវចំពោះអ្នកដែលមិនបានដឹងផ្លូវ